កុំអាំងខ្លួនស្អាតប្រើល្បិចនេះគេចាប់បានក្រោយ scan QR code ពិនិត្យមើលឈ្មោះផងបងប្អូនទាំងអស់គ្នាស្រីស្អាតលេងមួយក្បាច់នេះបន្លំលុយក្រុមហ៊ុនបានរាប់ម៉ឺនដុល្លារស្ត្រីជាបុគ្គលិកក្រុមហ៊ុនបូរី Diamond Home ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួននិងបញ្ជូនខ្លួនទៅសាលាដំបងរាជធានីភ្នំពេញពាក់ព័ន្ធទៅនឹងករណីស៊ីដាច់លុយរបស់ក្រុមហ៊ុនលក់ផ្ទះល្វែងដែលមានទឹកប្រាក់រហូតដល់រាប់ម៉ឺនដុល្លារក្រោមរូបភាពដាក់បន្លំ QR code របស់ខ្លួនលើ QR code ទម្រង់ដើមរបស់ក្រុមហ៊ុនបាទល្បិចគាត់នេះមិនធម្មតាទេបងប្អូនទាំងអស់គ្នាបាទរូបរាងក៏ស្អាតដែរបងប្អូនទាំងអស់គ្នាថ្មិញចែទៀតបងប្អូនឲ្យស្អាតណាស់ក៏ប៉ុន្តែបែរជាធ្វើចរិតបែបនេះទៅវិញបាទកុកយកតែមែនតែណែតម្ដងនេះបាទស្ត្រីដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះថាពេជ្រាអាយុ31ឆ្នាំត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួននៅថ្ងៃទី19ខែឧសភាឆ្នាំ2023នេះបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីផ្ដន្ទាទោសតាមច្បាប់យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានបញ្ជាក់ថាកាលពីអំឡុងខែតុលាឆ្នាំ2021ជនសង្ស័យបានចូលបម្រើការងារជាបុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុន Boray Diamond Home ដោយមានការជឿទុកចិត្តជនរងគ្រោះបានប្រកល់ការងារលក់ផ្ទះចំនួន2ទីតាំងមានប្រមាណជាង700ផ្ទះក្នុងតម្លៃចាប់ពី$30,000ទៅដល់$10,000ឲ្យជនសង្ស័យជាអ្នកគ្រប់គ្រងនិងលក់ផ្ទាល់ជាមួយនឹងអតិថិជនក្រោយពីលក់ផ្ទះអស់ជាច្រើនជនសង្ស័យឈ្មោះថាឌឿនពេជ្រាបែរជាប្រមូលលុយពីអតិថិជនទាំងអស់ដោយមិនបានប្រកល់ឲ្យប្រាក់ជូនដល់ជនរងគ្រោះឡើយពីដំបូងជាបុគ្គលិកគេឲ្យលក់ស៊ីប្រាក់ខែដល់ពេលគេទុកចិត្តគេឲ្យលក់ជាមួយនឹងអតិថិជនផ្ទាល់បែរជាយកលុយចូលហោប៉ាខ្លួនឯងទៅវិញមិនឲ្យទៅម្ចាស់ដើមអ្នកស្រីថែមទាំងអនុញ្ញាតឲ្យម្ចាស់ផ្ទះ5គ្រួសារចូលនៅក្នុងបូរីដោយពុំមានការដឹងឮពីម្ចាស់បូរីនោះទេក្រុមរូបភាពនៃការប្រមូលលុយពីអតិថិជនដែលបានបង់លុយចូលក្រុមហ៊ុនដោយស្ត្រីរូបនេះបានធ្វើវិក័យប័ត្រឯកសារคล้ายៗនិងដាក់ QR code របស់ខ្លួនលើទម្រង់ឯកសារដើមរបស់ក្រុមហ៊ុនលើឯកសារខ្លែងបន្លំលួចលុយរបស់ក្រុមហ៊ុនអស់រាប់សិបម៉ឺនដុល្លារម្ចាស់ក្រុមហ៊ុនគេខំស្រឡាញ់ទុកចិត្តបែរជាធ្វើទង្វើបែបនេះទៅវិញបាទទីបំផុតគឺមានតែបាទពន្ធនាគារទេទើបអាចជួយបានបាទមិនគូណាគាត់មានចិត្តលុបលន់បែបនេះទេបងប្អូនទាំងអស់គ្នាដល់ថ្នាក់ម្ចាស់ក្រុមហ៊ុនគេទុកចិត្តបាទប្រកល់ផ្ទះចំនួន700ផ្ទះបាទ700ផ្ទះនៅក្នុងផ្ទះមួយខ្នងហ្នឹងគឺតម្លៃចាប់ពី$30,000រហូតដល់$10,000ឲ្យគាត់គ្រប់គ្រងកាន់កាប់ទាំងស្រុងក៏ប៉ុន្តែគាត់បែរជាមកធ្វើទង្វើបែបនេះទៅវិញអរគុណណាស់សម្រាប់ការចូលតាមដានទស្សនាវីដេអូព័ត៌មាននេះតាំងពីដើមរហូតដល់ចប់ប្រសិនបើមានពាក្យពេចន៍កំហុសខុសឆ្គងណាមួយសូមបងប្អូនធ្វើការខន្តីអភ័យទោសដល់រូបខ្ញុំបាទផងដើម្បីទទួលបានព័ត៌មានថ្មីៗប្លែកៗជាប្រចាំថ្ងៃកុំភ្លេចចុចពាក្យ Subscribe Like ក៏ដូចជា Share ម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយ